ในក្នុងស្ការបត់ដែលសិក្សាវែងជាងគេមានតែស្ការបត់ទី1ហើយស្ការបត់ទី1ជាការស្រែកស្បង់ស្ការបត់ហ្នឹងលោកពយល់ច្រើនប៉ុន្តែស្ការបត់ផ្សេងៗលោកអត់សូវពយល់ដែរអាចថាវាជាចំណុចដែលខ្លីៗហើយស្រួលយល់ទៅលោកអត់ពយល់ចូលស្ការបត់នេះអ្នកនឹងចាំមើលណាមើលបន្លៃអត់មានទេអ៊ីមេខោផ្នែកស្មន្តោសក្យាធម្មាអូទេសសាខចន្តិអត់មានទេអត់មានបញ្ញសតតិអីមកនៅក្នុងបាតិមកខ្មែរយើងយកមកធ្វើលោកដាក់វងកញ្ចក់ហើយលោកដាក់មកវាខោផ្នែកស្មន្តោបញ្ញសតតិសក្យាធម្មាអូទេសសាខចន្តិអញ្ចឹងដែរលោកថែមបញ្ញសតតិដែលយើងប្រែថា75មកតែពេលដែលយើងមើលពុទ្ធដីកាបត្រៃបិដកតែម្ដងអត់មានទេដែលអត់មានគណៈបញ្ជាក់មុនហ្នឹងឲ្យថាគឺដោយសារនៅក្នុងដីកាលោកពយល់ថាដោយសារពុទ្ធដីកាព្រះអង្គសម្ដែងមកគឺសុទ្ធតែជាសិក្ខាបទដែលគប្បីសិក្សាទាំងអស់ហ្នឹងឯងមិនមែនមានតែត្រឹមតែសក្ខាយវត្តប៉ុណ្ណឹងទេឥឡូវយើងចូលតែម្ដងទេយើងមើលខ្លីទេយើងមើលសម្រាយទៅពីការស្បងមកលោកចាំមើលនេះកណាអានក៏បានដែរលោកដាក់ថាសម័យនោះនឹងចាស់យល់ពាក្យសរុបៈណានេះអាកន្លែងហ្នឹងសរុបៈហ្នឹងមាន26សរុបៈហ្នឹងមានថាសការបទ75ហ្នឹងវាមានក្នុងចង្កោមសរុបៈហ្នឹងមាន26សរុបៈហ្នឹងគឺបានដល់ការដែលនិយាយពីលក្ខណៈនៃការមើលទៅស័ក្តិសមមើលទៅមកថាបព្វជិតក៏បីបដិបត្តិវាមិនធ្វើវាមិនមកសំសួនអញ្ចឹងវាមានស្លៀកស្បង់ហើយក្រងជីវោខ្លុំជីវោមានដើរទៅចន្លោះស្រុកសង្រួមវាមិនមិនរលាក់លេងដៃវាមិនអង្គុយវាមិនអីចឹងណាហ្នឹងវាមានកន្លែងនៅក្នុងចង្កោម26សិក្ខាបទហ្នឹងយើងមើលមកលោកដាក់ថាសម័យនោះដ៏មានប្រភពការសម្រេចអរិយាបថនៅក្នុងវត្តចេតពុនរបស់អនន្តបណ្ឌកសេដ្ឋីចិត្តក្រុងសាវត្ថីសម័យនោះឯងពួកឆាបកិយភិក្ខុស្លៀកសម្បង់ឲ្យស្លុយមុខស្លុយក្រោយគណៈពយល់កន្លែងនេះសិនអានចប់សិនចាំគណៈពយល់ឆាបកិយគឺបាននាំគ្នាពួក6ហើយគ្នាលោកបែងចែកជា3ពួកឡើយនឹងចាំគណៈបើកប្រកែនោះចាំមើលឲ្យយល់ឡើងនឹងហើយសិក្ខាបទភាគច្រើនគឺដោយសារឆាបកិយភិក្ខុហើយជាអ្នកធ្វើឲ្យកើតឡើងសិក្ខាបទហ្នឹងចឹងតទៀតសម័យមនុស្សទាំងឡាយក៏ពោលទោសតែដៀងតងអាថាសមណៈទាំងឡាយជាសាក្យបុត្រមិនសមបើនឹងស្លៀកស្បង់ឲ្យស្លុយមុខខ្លះស្លុយក្រោយខ្លះដូចជាពួកក្រហមដែលជាអ្នកបរិភោគកាមសោះភិក្ខុទាំងឡាយបានលើមនុស្សទាំងឡាយនោះពោលទោសតែដៀងបន្តបង្អាប់ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិចពេលហ្នឹងភិក្ខុទាំងនោះក៏ពោលទោសតែដៀងបន្តបង្អាប់ថាគួរបើដែលពួកឆាបកិយភិក្ខុហ៊ានស្លៀកស្បង់ឲ្យស្លុយមុខស្លុយក្រោយខ្លះនេះស្លុយមុខខ្លះស្លុយក្រោយខ្លះគណៈនោះភិក្ខុទាំងនោះក៏ក្រាបទូលរឿងនោះចំពោះព្រះដ៏មានព្រះភិក្ខជាម្ចាស់ព្រោះនិទាននេះដំណើរនេះព្រះដ៏មានព្រះភិក្ខទ្រង់ធ្វើធម្មិកតាហើយត្រាស់ឲ្យប្រជុំភិក្ខុ
ហើយទ្រង់សួរចំពោះទៅពួកឆាបកីវិកកថាមនាវិកកទាំងឡាយបានលើថាអ្នកទាំងឡាយស្លៀកស្បង់ស្លុយមុខខ្លះស្លុយក្រោយខ្លះពិតមែនឬក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសពិតមែនព្រះពុទ្ធដ៏មានព្រះភិក្ខទ្រង់ត្រាស់តែទាលថាមនាមោខៈរស់ទាំងឡាយអ្នកទាំងឡាយស្បង់ឲ្យស្លុយមុខខ្លះស្លុយមុខរស់ទាំងឡាយអំពើនេះនឹងបាននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាដល់នេះឬនាំឲ្យរឿងរឹតអ្នកជ្រះថ្លាដល់ជនទាំងឡាយដែលជ្រះថ្លារួចហើយក៏ទេដែរមនីវិកតទាំងឡាយអ្នកទាំងឡាយក៏បីសម្ដែងនៅសកាបតនេះយ៉ាងនេះថាវិកតក៏បីធ្វើសេចក្តីថាអញនឹងស្លៀកស្បង់ឲ្យជាមណ្ឌលសកាបតហ្នឹងនេះយើងមើលបល័យបរិមណ្ឌលំនិវិសេសមិទេសកាក្រណីយាថ្ងៃនេះគណៈបានបញ្យល់នេះគាត់ថាយើងបញ្យល់សម្រាយថ្ងៃស្អែកគណៈនឹងបញ្យល់បល័យនេះមិនជាប្រើពាក្យប្រែមណ្ឌលំពេលដែលយើងមើលសម្រាយអត់សូវច្បាស់ដោយសារគណៈមើលដោយសារគណៈធ្លាប់សិក្សាសម្រាយដែរសិក្សាសម្រាយទៅអាចយល់បានមកចំណែកប៉ុន្តែបើយើងចេះបល័យហើយយកគោលអាងបល័យយកមកវិនិច្ឆ័យនឹងរឹតតែច្បាស់គណៈមានគម្ពីរមួយដែលនិយាយពីសក្យវត្តហ្នឹងហើយលោកវិនិច្ឆ័យនៃការប្រើស័ព្ទហ្នឹងប្រើប្រែនលាំងនៃវិសេសមិតិសកាក្រណីពេលដែលគណៈបញ្យល់តាមសកាបតហ្នឹងទេសកាបតហ្នឹងមានន័យថាជាគំរូដល់សកាបតខាងក្រោយសកាបតខាងក្រោយតេតងបល័យខ្លះក៏ត្រូវបញ្យល់ដែរមានថាហេតុអ្វីបានជាពុទ្ធនៃការព្រះអង្គប្រើបល័យនឹងមកអញ្ចឹងទៅមុខទៀតគណៈនឹងបញ្យល់ហើយតេតងថាកថាលោកប្រើអត្ថប្រកបច្រើននៅក្នុងសក្យវត្តហ្នឹងភាសាគណៈមើលនៅក្នុងដីកាហើយជាមួយនឹងភាសាដីកាអីហើយជាមួយនឹងពួកសភៅផ្សេងៗដូចជាកាំខាយោជនីអីណាខ្មែរយើងដូចជាមិនទាន់មានទេកាំខាយោជនីហ្នឹងឬក៏មានលោកបដិវត្តមកហើយក៏មិនដឹងប៉ុន្តែគណៈមានតែភូមិកាំខាយោជនីសភៅកាំខាយោជនីចឹងឃើញលោកបញ្យល់ពីដកបល័យមួយលោកបញ្យល់ល្អនៅក្នុងកាំខាយោជនីហ្នឹងនៅក្នុងវិតរណ័យរបស់កណ្ថាសារវង្សៈក៏បញ្យល់ល្អដែរលោកធ្វើអាន3ភាគ1ភាគ2ភាគ3ប៉ុន្តែជាទូទៅឃើញព្រះសង្ឃដែលយកសភៅមកស្រុកខ្មែរយើងកាំខាហ្នឹងឃើញមានតែ2ភាគ1ភាគ2ប៉ុន្តែភាគ3គណៈធ្លាប់ឃើញនៅក្នុង website របស់ថៃមានកាំខាតរណ័យភាគ3ដែរគណៈមានតែ2ភាគដែរភាគ1ភាគ2ចាំមើលចាំគណៈចេញពីនឹងតែគណៈផ្ញើកាំខាប៉ុន្តែគណៈមានតែ2ភាគទេភាគ3អត់មានហ្នឹងក៏បញ្យល់ល្អដែរយកពីកាំខាវិតរណ័យដកបល័យឲ្យមួយប៉ុន្តែក៏ជាភាសាថៃដកបញ្យល់នេះដែរដូចជាគណៈចាំមកលោកបញ្យល់ត្រឹមអត់ដល់ចប់ទេដូចជាត្រឹមនិសគីទេភាគ3ឯងលោកបញ្យល់បានច្រើនតែធ្លាប់បានមើលតាម website ឃើញគម្រោងភៅចឹងកន្លែងនេះគាត់ថាជាពីការស្លៀកស្បង់បព្វជិតត្រូវស្លៀកវាបាច់វាមិនចឹងណាចឹងដោយសារមូលហេតុហ្នឹងដោយសារពួកឆាបកីវិខហ្នឹងលោកស្លៀកស្បង់ស្លុយមុខស្លុយក្រោយមានថាស្លៀករីយៈណាអញ្ចឹងយើងមិនទាន់ប្រកាសច្បាស់ទេមានថាព្រះអង្គបញ្ញត្តិថាពេលដែលរឿងស្លៀកស្បង់ស្លុយមុខស្លុយក្រោយហ្នឹងវាកើតឡើងហ្នឹងទៅវិខទាំងឡាយពោលទៅទៅក៏ក្រាបទូលដល់ព្រះសម្មាសម្ពុទ្ធលោកព្រះអង្គសួររឿងហេតុហ្នឹងក៏ព្រះអង្គបញ្ញត្តិសកម្មហ្នឹងទៅឥឡូវយើងមើលនៅក្នុង
តទៀតនេះលោកយល់នេះពីខត្រូវស៊ីស្បង់ឲ្យជាមណ្ឌលគឺបានមណ្ឌលចិត្តមណ្ឌលជង្គង់ពីខណាអាស្រ័យសេចក្តីមិនអើពើឲ្យស្លៀកស្លុយមុខឬស្លុយក្រោយត្រូវអាបត្តិគាត់មានន័យថាពាក្យថាស្លៀកស្បង់ឲ្យជាបរិមណ្ឌលហ្នឹងអានេះជាគេហៅថាបទភេជ្ជនីណាអានេះគេហៅនីតិកានីតិកានេះហៅបទភេជ្ជនីអ្នកថាបទភេជ្ជនីហ្នឹងគឺជាបទដែលអាត្មានៅនីតិកានេះតែបងសម្ដែងថាក៏បីជាសពជាបរិមណ្ឌលឧបយន្តយ៉ាងមើលនៅក្នុងបទភេជ្ជនីលោកខៃត្រឹមតែប៉ុណ្ណឹងទេថាឲ្យត្រឹមតែបទផ្ចិតទៅបរុនសិតយើងហ្នឹងហើយបទជង្គង់ទៅនឹងជួយថាជាបរិមណ្ឌលដែរប៉ុន្តែនៅក្នុងអត្ថកថាលោកខៃថាបទមណ្ឌលផ្ចិតគឺបទតែប៉ុន្តែបទមណ្ឌលជង្គង់ហ្នឹងគឺតតែ8ធ្នាប់គេថារាប់ពីអាគមនេះនៅក្បាលជង្គង់យើងចុះមកទៅបី8ធ្នាប់8ធ្នាប់យើងដាក់8ធ្នាប់ចឹងចាហ្នឹងឈ្មោះថាស្លៀកជាបរិមណ្ឌលប៉ុន្តែមិនមែនឲ្យតែស្លៀកប៉ុណ្ណឹងជាបរិមណ្ឌលទេតតែមានការវាចាក់នៅទោសទៀតវាចាក់គេហៅថាការវាចាក់នៅការស្លៀកដែលជាទោសទៀតដូចជាការស្លៀកប្រមោលដំរីអីចឹងណាអាហ្នឹងវាប្រតិជាទោសសូម្បីតែយើងស្លៀកលក្ខណៈដូចមិញក្រោយបាត់បង់មណ្ឌលចិត្តក៏ដោយបាត់បង់មណ្ឌលជង្គង់ក៏ដោយប៉ុន្តែយើងស្លៀកចូលនៅក្នុងលក្ខណៈនៃប្រភេទជាទោសអញ្ចឹងហ្នឹងនៅតែត្រូវទោសដែរតតែយើងវាចាក់អាការស្លៀកបែបហ្នឹងហើយការវាចាក់ការស្លៀកខ្លះទៀតមានបញ្ហាទៀតមានបញ្ហាដាច់ភេទដាច់អីមានទៀតអាហ្នឹងក៏จะសិក្សានៅក្នុងដកភាពពីការដាច់ភេទតែថាយើងស្លៀកបែបមិនចឹងទៅឧទាហរណ៍ថាស្លៀកបែបលក្ខណៈទៅចងជាក្បិនជាអីណាហើយត្រេកអរថាខ្លួនឯងជាខអាហ្នឹងមានបញ្ហាទៀតអាហ្នឹងវាអាចប្រឈមនឹងការដាច់ភេទដែរណាចំណុចទៀតប៉ុន្តែកាលណាសូមមិននិយាយដល់ចំណុចហ្នឹងទេគាត់ថាអានេះយើងនិយាយត្រង់ចំណុចដែលលោកមិនត្រេកអរនឹងខ្លួនទៅជាអាការដែលស្លៀកស្បិនស្លៀកក្បិនដូចជាក្បិនលោកយកស្បង់អីយ៉ាងហ្នឹងលោកចាស់ដឹងហើយថាគេស្លៀកក្បិនវាមិនកណាមថាមិនទេប៉ុន្តែកណាឃើញដោយសារកណាជាធ្លាប់ជាប៊ូជាបព្វជិតដែរហើយក៏កណាធ្លាប់ឃើញប្រសងខ្លះលោកភាកច្រើនពេលដែលលោកធ្វើការហត់អញ្ចឹងទៅធ្វើឧទាហរណ៍ថាក្នុងវត្តចាប់ដើមកសាងអីអញ្ចឹងទៅជួយត្រូវនិមន្តប្រសងឲ្យជួយអញ្ចឹងទៅលោកច្រើនតែស្លៀកចងក្បិនហ្នឹងហើយលោកទាញមុខហ្នឹងប្រម៉ោយមុខហ្នឹងយកមកសៀតខាងក្រោយនេះសៀតខាងក្រោយដូចជាចងក្បិនណាអាហ្នឹងបើសិនជានេះកាប់ប៉ាត់ស្លៀកអញ្ចឹងបើលោកអត់ត្រេកអរអីទេត្រេកអរជាកោហើយតែអាហ្នឹងវានៅត្រូវបាត់តកនហ្នឹងស្លៀកចឹងអត់បានចងក្បិនពីច្រើនលោកធ្វើកិច្ចការតែលោកខ្លាចផ្លាក់ស្បង់តែអីចឹងទៅលោកថាទៅធ្វើចឹងចឹងការស្លៀកបែបនោះអត់បានទេនៅក្នុងវិន័យហ្នឹងរកតែលោកចាស់សិក្សាថាតែនឹងឃើញពេលយើងសិក្សាទៅយើងដឹងថាអូចំណុចបព្វជិតបដិបត្តិបែបនេះខុសបព្វជិតបដិបត្តិបែបនេះត្រូវអញ្ចឹងទៅចឹងនេះគាត់ថានៅក្នុងលេខយោងនេះលោកដាក់មកនេះគឺពាក្យថាប្រិមណ្ឌលគឺស្លៀកបិទបាំងមណ្ឌលចិនណាគឺពីខំថ្លៃមួយពីខំមិនមានសតិមួយពីខំមិនដឹងខ្លួនមួយពីខំមានជំងឺមួយមានពីខំឈួនមួយពីខំដាមបញ្ញត្តិមួយទាំងមាន7ហ្នឹងចឹងកន្លែងនេះជាអាណាប័ណ្ណមានថាក្នុង7ហ្នឹងយើងធ្វើឲ្យថាយើងធ្វើក្រោយស្លៀកស្បង់មិនជាបរិមណ្ឌលខ្លះក៏មិនមានទោសទេឧទាហរណ៍ថាខ្លែងពីខកខ្លែងចឹងឧទាហរណ៍ថាលោកអត់បានមានបំណងដើម្បីបន្ទោសនៅក្នុងសកាវត្តហ្នឹងទេចឹងឧទាហរណ៍ថានេះណាលក្ខណៈថានៅស្ងៀមអីចឹងទៅលោកទាញលក្ខណៈធ្វើទៅជាអាកន្លែងប្រម៉ោយដំរីអីចឹងណាស្លៀកស្បង់ទៅជាប្រម៉ោយដំរីអញ្ចឹងទៅ
ប៉ុន្តែចិត្តលោកអត់មានដើម្បីខ្លាញ់នឹងសកម្មបត់នឹងទេអញ្ចឹងវាប្រព្រឹត្តទៅជាទោសបើយើងនិយាយពីវិន័យអាហ្នឹងគេហៅថាសច្ចតកៈនិងអចតកៈសកម្មបត់សក្យវ័ននៅក្នុងសកម្មបត់នេះជាសច្ចតកៈមានន័យថាតើតែមានចិត្តវាមិនមានចិត្តថាអាត្មាអាចចង់ស្លៀកស្បង់ឲ្យស្លយយើងបរោយមានថាចិត្តលោកចង់អញ្ចឹងពេលដែលស្លៀកទៅអានឹងជាទោសហើយប៉ុន្តែបើលោកអត់មានចិត្តទេអញ្ចឹងមិនមែនជាទោសទេភាសាសកម្មបត់នេះជាសច្ចតកៈដូចជាសរាអញ្ចឹងសរាការផឹកស្រាសកម្មបត់ភិក្ខុផ្សេងសកម្មបត់សាមណេរផ្សេងសកម្មបត់ភិក្ខុជាអចតកៈកាលណាដែលលោកផឹកស្រាលោកឆាន់ស្រាហ្នឹងសូម្បីតែលោកអត់ដឹងក៏ដោយឧទាហរណ៍ថាលោកឃើញទឹកសសដែលនៅក្នុងក្តងទៅសុទ្ធហើយលោកឆាន់លោកមានចិត្តទេលោកអាចសុទ្ធលោកឆាន់ទៅលេបចូលពងកទៅបាត់ត្រូវបាត់បាចរិយាបើរាល់ក្នុងខណៈដែលលោកលេបទៅនេះលោកអត់មានចិត្តទេប៉ុន្តែសាមណេរអត់ទេសកម្មបត់សាមណេរគឺសកម្មបត់សច្ចតកៈតើតែលោកមានចិត្តឧទាហរណ៍ថាលោកឃើញក្តងទឹកសុទ្ធចឹងទៅក៏ពិតស្រាសឯនៅក្នុងទឹកសុទ្ធតែនេះលោកយកទៅលោកស្មានទឹកសុទ្ធលោកឆាន់ទៅមកគឺអញ្ចឹងទៅបានលោកដឹងថាស្រាលោកខ្ជាក់ចឹងវិញទៅអញ្ចឹងមកគឺដែលលោកឆាន់ទៅហ្នឹងគឺលោកមានចិត្តក្នុងការឆាន់ទេអញ្ចឹងលោកដាច់សិលទេអត់និសនាកៈណាបើយើងនិយាយទៅអញ្ចឹងសកម្មបត់ហ្នឹងផឹកស្រាដូចគ្នាប៉ុន្តែសម្រាប់សកម្មបត់វិខជាអចតកៈចំណែកឯសកម្មបត់សាមណេរជាសច្ចតកៈទេអាហ្នឹងទេចាំថាសច្ចតកៈតើតែមានចិត្តបានត្រូវទោសអចតកៈអត់មានចិត្តក៏ត្រូវទោសដែរតាមសកម្មបត់តាមសកម្មបត់ចឹងបានជាព្រះអរិយបុគ្គលគឺជាព្រះហននេះនៅក្នុងនោះលោកបញ្យល់សម្រាប់បទុជនយើងពេលដែលបទុសកម្មបត់អាចសកម្មបត់ដែលជាសកៈឥឡូវយើងមើលចំណុចនេះបន្តិចហើយចំណានឹងសម្រាប់ថា3នាទីទៀតយើងនឹងសម្រាប់គាត់ថាកណាបើប្រកេនកន្លែងអត្ថកថាបញ្ជាក់លោកចាស់ពីមើលអត្ថកថាសម្រាយប៉ុន្តែចំណុចដែលសំខាន់កណានឹងដោយសារកណាមើលមុនអញ្ចឹងកណាអាចដឹងថាចំណុចនេះវាត្រូវតាក់ទងការបល័យវាមិនអីចឹងកណានឹងបើកអត្ថកថាបល័យហើយនឹងបើកដីកាប្រកេនលោកចាស់ដើម្បីបញ្យល់កន្លែងហ្នឹងនេះលោកចាស់មើលអត្ថកថានេះអត្ថកថាលោកដកបល័យពីពុទ្ធដីកាមកនេះអញ្ចឹងកន្លែងហ្នឹងលោកដាក់បនមកនេះលោកអត្ថបទថាបទថាបរិមណ្ឌលៈជាបរិមណ្ឌលគឺជាបរិមណ្ឌលដោយជុំវិញមានថាលើស្លៀកស្បង់ទៅតាំងយើងស្លៀកមិនស្លៀកទៅមូលដល់ជុំវិញយើងនេះអញ្ចឹងមកដល់កន្លែងជើងបាត់បង់ជង្គង់អីចឹងទៅស្កែននេះបាត់បង់ចិត្តអីចឹងទៅអញ្ចឹងកន្លែងនេះក៏លោកដាក់មកនេះគឺបទវិជ្ជនីដកបទវិជ្ជនីមកលោកដាក់ថាពីបទអានីភិមណ្ឌលៈជាលុមណ្ឌលៈមណ្ឌលចិត្តមណ្ឌលជង្គង់មានសេចក្តីថាភិក្ខុស្លៀកបត់លើមណ្ឌលចិត្តក្រោមមណ្ឌលជង្គង់ឲ្យសម្ពុតស្លៀកស្លុយចុះមកខាងក្រោមមណ្ឌលជង្គង់តាំងពីឆ្អឹងថ្មងទៅប្រមាណ8ធ្នាប់លោកពីន័យទុកតដល់ភិក្ខុដែលស្លៀកឲ្យស្លុយចុះលើសពីប្រមាណនោះមានន័យថាពេលដែលយើងស្លៀកនេះអាកន្លែងខួងក្បាលជង្គង់ជើងហ្នឹងគេហៅថាឆ្អឹងថ្មងឆ្អឹងស្មងទៅហ្នឹងមានថាបើយើងនិយាយទៅថាយើងវាស់8ធ្នាប់ហ្នឹងក្រោមពីក្បាលជង្គង់យើងទៅអញ្ចឹងពេលដែលយើងវាស់ទៅយើងដាក់8ធ្នាប់មកអញ្ចឹងយើងឆ្លៀកស្បង់ឲ្យត្រឹម8ធ្នាប់ហ្នឹងយើងសំចុងចោះតែខាងក្រោមហ្នឹងឲ្យត្រឹម8ហ្នឹងនៅក្នុងអានេះកណាមិននិយាយលើកទោសណាកណានិយាយភាសាកណានិយាយដែរថាកណាធ្លាប់បួសកណាដឹងដែរនៅលោកចាស់អង្គខ្លះលោកស្លៀកទៅរៀងបញ្ញាប់ចឹងទៅហើយដល់អាចថាជាការដែលលោកតំបួសថ្មីឬក៏
អត់បានសិក្សាព្រះវិន័យណាលោកស្លៀកទៅនេះពេលខ្លះស្បង់លោកនេះដល់ផ្នែកជើងមកដល់ខាងក្រោមឬក៏សម្រងចុះដល់ខាងក្រោមបើយើងនិយាយទៅចូលមកជិត20ធ្នាប់ហើយណាមកដល់ក្រោមនេះស្លៀកស្រងចុះមកយើងនិយាយទៅដូចស្លៀកសម្ពុតស្រីអានឹងវាលើសធ្នាប់តែព្រះអង្គសំដែងអញ្ចឹងព្រះអង្គសំដែងនេះឲ្យជាប្រេមណ្ឌលនឹងបិទបាំងមនោចិត្តមនោជគងអញ្ចឹងអត្ថកថាលោកមានការបញ្ជាក់ថាឲ្យបិទបាំងមនោចិត្តយើងនឹងរុនសិតយើងនឹងហើយមនោជគងគឺឲ្យយើងវាស់ចាប់ពីក្បាលជង្គង់ទៅក្បាលជង្គង់នោះគឺបានឆ្អឹងស្មងនេះអញ្ចឹងរាប់ស្មងនឹងទៅយើងប៉ះ8ធ្នាប់ទៅអានឹងឈ្មោះថាជាប្រេមណ្ឌលកាលណាដែលយើងស្លៀកឲ្យលើសពីហ្នឹងគេថាហូរទៅ9ធ្នាប់10ធ្នាប់អីចឹងទៅអាហ្នឹងគឺជាទោសប៉ុន្តែកណ្ដាលយើងអាណាបាត់ណាអាណាបាត់យើងកុំមកនិយាយសិនគាត់ថាយើងនិយាយថាទីទោសសិនទៅមុខទៀតយើងដឹងហើយថាអាណាបាត់ហ្នឹងមាន7មានជំងឺអីចឹងទៅឧទាហរណ៍ថាលោកមានថាលោកដួលទៅត្រូវរងរបួសនៅកន្លែងហ្នឹងចឹងទៅមិនអាចស្លៀកសំបងបានទេអញ្ចឹងលោកអាចស្លៀកខើចហ្នឹងក៏បានស្លៀកសំយ៉ងចុះក៏បានព្រោះសារលោកអាចស្លៀកឲ្យជាប្រេមណ្ឌលបានទេព្រោះសារលោកអាពាតអីចឹងអាហ្នឹងជាអាណាបាត់ប៉ុន្តែកណាមិនទាន់និយាយនៅកន្លែងហ្នឹងឯងមិនហ្នឹងយើងអានបត្រៃវិន័យយើងឃើញអាណាបាត់មាន7ប៉ុន្តែយើងនិយាយជាទូទៅសិនថាគឺស្លៀកបែបហ្នឹងចឹងក៏លោកបានបញ្យល់ទៀតនេះយើងមកបញ្យល់សំនេះបានហើយយើងមើលតកន្លែងនេះមកលោកដាក់មកនេះលោកដាក់ថាក្នុងមហាបច្ចរិយលោកពោលថាសម្រាប់ភិក្ខុដែលអង្គុយនិងបិទបាំងខាងក្រោមបណ្ដូលជង្គង់ប្រមាណ4ធ្នាប់តែសម្ពុតស្លៀករបស់ភិក្ខុដែលស្លៀកយ៉ាងនេះទៅបានប្រមាណទៅគូសម័យស្លៀកនោះមានប្រមាណដូចតទៅនេះផ្នែកបណ្ដោយ5ហត្ថក្តាប់ផ្នែកទទឹង2ហត្ថ1ចង្អានសម្ពុតណាតែព្រោះមិនបានសម្ពុតស្លៀកប្រមាណដូច្នោះសម័យសម្ពុតស្លៀកខ្នាតទទឹង2ហត្ថក៏គួរដើម្បីបិទបាំងជង្គង់បានតែអាចដើម្បីបិទមណ្ឌលចិត្តសម័យបានសម័យដោយជីវរឯងបណ្ណាជីវរមួយជាន់និង2ជាន់នោះជីវរមួយជាន់សម័យដែលភិក្ខុស្លៀកហើយយ៉ាងនេះរមែងបានតាំងនៅក្នុងទីបានតែជីវរ2ជាន់ទៅនឹងតាំងនៅបានកន្លែងហ្នឹងមានការបញ្យល់ច្រើនរំចាស់ស្គាល់មហាបញ្ចរិយហ្នឹងគឺជាប្រភេទនៃអត្ថកថាមួយដែរដែលមានក្នុងមុនអត្ថកថាសម្បណ្ឌភាសាតិកាអញ្ចឹងនៅក្នុងទីហ្នឹងពេលដែលព្រះពុទ្ធគោសច្ចាលោកទៅលោករចនាអញ្ចឹងគឺលោកយកមានថាលោកមានឯកសារយោងមកយើងនិយាយខ្មែរអញ្ចឹងថាលោកមានឯកសារយោងពីគម្ពីរនេះពីគម្ពីរនោះមានពីមុនអញ្ចឹងមកហើយអញ្ចឹងបានជាលោកយកមកនៅមានឈ្មោះមួយទៀតគេហៅថាមហាអត្ថកថាមួយទៀតមហាអត្ថកថានៅក្នុងក្បួនច្បាប់ខ្លះគណៈមិនដោយសារគណៈមិនស្រាវជ្រាវដឹងប៉ុន្តែគណៈធ្លាប់ដឹងធ្លាប់មើលខ្លះក្នុងឯកសារខ្លះលោកនិយាយថាមហាអត្ថកថាខ្លះមានទាំងសម័យពុទ្ធកាលមានទាំងសម័យពុទ្ធកាលលោកចាត់ដូចជាព្រះមហាកច្ចយណៈដែលមានលោកបញ្យល់តកតងជាមួយនឹងថាលោកសំដែងអញ្ចឹងណាតកតងសំដែងហើយនឹងសរសេរក្បួនច្បាប់នឹងមកដែរមហាកថាប៉ុន្តែអានេះជាឯកសារមិនមែនជាឯកសារនេះទេគណៈធ្លាប់មើលសភៅរីរងទេឃើញអាហ្នឹងគាត់ថាគេលោកម្ចាស់ប៉ុណ្ណឹងអញ្ចឹងកន្លែងហ្នឹងមហាបច្ចរិយហ្នឹងលោកមិនដាក់មកលោកថាលោកពោលថាសម្រាប់ភិក្ខុដែលអង្គុយនឹងបិទបាំងខាងក្រៅមណ្ឌលជង្គង់ប្រមាណ4ធ្នាប់តែសម្ពុតស្លៀករបស់ភិក្ខុស្លៀកនេះទៅបានប្រមាណទៅគូមានន័យថាការពិតបើយើងនិយាយទៅស្លៀកនៅ8ធ្នាប់ហ្នឹងឯងមានថាលោកស្លៀកលោកមិនឈរពេលលោកឈរទៅអាស្បង់នោះវាធ្លាក់ចុះមក4ធ្នាប់8ធ្នាប់ប៉ុន្តែពេលដែលលោកអង្គុយថាលោកគង់ហ្នឹងលោកគង់អាស្បង់នោះវាខែកឡើងលើពេលដែលយើងគង់ទៅមិនអាស្បង់នោះវាខែកឡើងលើ
chẳng khai lăng lửa nó biết khai ảnh nơi thằng bốn thằng này phần tay việc khai dân công thứ ai khai đơn năng cầm miên này phần tay quả tay ní chỉ ca để lục bồ thì lục bồ ta có về để dân công tới việc ai khai bốn thằng phần tay việc khai lông chọn khai lục công đến ai khai luôn những nó gọi mà phần tay sầm khăn cứ AK đại dương về đại dương sliệt của ta bảy thằng bọn về đại dương sliệt thằng bọn này dương châu này sliệt bảy thằng bọn chẳng tiệm bảy thằng phải khai dân công tới ai luôn trâm mà đó thầm bao thằng vào mũi thằng tam năm thôi này khỏi tham ha bạch lấy luôn vậy vì cả đại tháo lúc sliệm bảy thằng chẳng tới lúc ai tham về để lúc công tới vì ai nơi trâm bốn thằng vậy chẳng anh khỏi tham luôn gì bình anh thì anh nói việcแนะนำให้ลูกโป้มาออนเมนไอเดียในจำนวนออนสำคัญในเทดอกมันน้อยจำนวนนี้ลูกเป็นโยนแต่ตรงจมูกหนึ่งจีโป้เอ็กซ์บ้องขนาดจำนวนยี่ปีสบ้องในเสลียนั้นลูกเป็นโยนแต่ตรงจมูกหนึ่งประดาวนั่นคือปรางหัดกระดับนั่นเก็บวัวปรางหัดกระดับนั่นมันวัวกระดับปั้นนั่นเนี่ยkéo dương vua pram hạt nắng buồn hạt càng đào này dương vua mùi vì bởi buồn những dương lia chẳng này lưng lia chẳng hay đó là ati 4 ati 5 được cái đạm như chúng tôi chẳng cần là thoát video vị thi vua kênh lùng cha chúng ta là anh chăm cối cái nào làm vị thi vua này chẳng phải nào video nông nãy meta cái nào thơ đây kèm sao không cha meta dân liệt ai mỏ nhân tới cái nghe thơ mùi vì bởi buồn nhân tới và đó thì pram đồng cha từ cái đạp này thì bỏ chân từ anh cái hạt ta pram hạt cái đạp nó bằng gì gì tức buồn hạt càng tám cơ lý hay hạt thì pram cứ cái đạp mình men dân bỏ cái đạp là hồ thì nó mình hai ta pram hạt cái đạp này hãy đọc này thật tấn cứ bị hạt môi trường nắm cứ chừng vò lìa thong đà thì vò lìa thong đà hay lộ đặt tháp tái pro mình mán xong bột sliệ màประมาณ nó xong mấy xong bột sliệ khana thật tấn bị hạt các cụ làm mấy bật bằng mình đôi trong cùng bài mê thay giờ ai sliệ thật tấn nó về bị hạt các bà này thơ mất hồi giờ bắt băng một đôi cho cùng chân đời bên trái cái lại nó cứ dưng dễ tâm bắt băng chân cùng men bật này cái lại nó bị nấy cái dụ bị này ở đài nữa này như tha cứ thôi mấy bạn buồn cái bạn vòng bảy thôi không cái là nơi buồn nó cái là sẽ bóng tôi đây nè cái là mình bóng thông mình bóng tôi rồi nè bên đấy về đại bóng tối cứ nè cái là việc bật băng chặt nó cứ việc bật băng dương nhọt cho bật băng làm bảy bật chặt nó cứ vì ọt về nhỉ vì clay bàn tay bà sơn chia chụp bộ khác về miền tật tầng nâng bị Hà Nội chẳng bây giờ tới viên với là bây giờ nhọt tới bật băng tới xa bàn tay đó sầm bong nó về clay đấy chẳng bật băng chặt bán có bán bật băng con của bạn vậy mà bàn tay về để những bật chặt lấy về clay vậy clay bên đây bị bật băng nơi tập bật chặt này có ta bị bật băng tới mười tới ở xa chẳng liệt ta nhé chẳng lẽ nó có thà lục đã cua nữa làm bay bật băng cho con bán nó cứ xem lại đó bật băng là ăn bảy thằng ở đây này mình oi ta bật bắn mà thằng bị thằng ấy chứ là sự bàn này cứ chia câu cá còng cho con nó các ba cho con nữa bảy thằng cứ nơi tầm bảy thằng chẳng lục đạn màu đấy hay chỉ bố lục cha sao nó không treo rạc khăn đặc cá lục cha nó khơi này lục cha khơi vì cháu dân khơi áo oi chả pi chón không ai nhớ nữa pi chón 2 tháng xong khi đây mà chón 2 tháng chỉ vô thì dần thời bạn nói là cái nông vị nấy dần vậy dần này nên cái nông vị nấy chỉ vô nó cần miền pi chón đấy hay xong cái đấy nó cần miền 4 chón miền tháng xong cái đấy nó bị pi chón sao đặt bạn ta về đây dương đây về tới tham pi chón thì ngõ 4 chón nên cái nông tí nó cứ vòng vào nhật nên cái nông chỉ bạc khăn cái nó vòng tại tôi khai là nghĩ vậy tới nó vòng từ phía sau vòng sân rồi cái đà về đâm phía sau rồi đời nó rồi đời cao và chẳng tha
ប្រមាណជាន់ដែលអាចវិខសាមណេរលោកគង់នៅដើម្បីជាសុខសប្បាយហ្នឹងយកព្រះអង្គបញ្ញត្តិរឿងជីវរហ្នឹងអាចមាន2ជាន់ហើយអាស្បង់ហ្នឹងមាន14ជាន់មានថាមិនមានច្បងកណ្ដាលច្រឡំមាត់ជីវរហ្នឹងហើយអាចមាន2ជាន់ហើយសង្កដីអាចមាន4ជាន់សង្កដីអាចមាន4ជាន់អាហ្នឹងនៅក្នុងជីវរៈខណ្ឌកៈហ្នឹងឥឡូវចំណុចនេះអត់អីទេគាត់ថាលោកបញ្យល់តទៅជាមួយនឹងការដែលយើងស្លៀកប៉ុន្តែគាត់តែចំណុចនេះលោកចាស់ចាំលោកចាស់ចាំត្រង់ចំណុចមួយអាហ្នឹងកណាអត់និយាយទេមិនថាអត់បញ្យល់ទេលោកចាស់ចាំគាត់តែកណាប្រកេនជាកលឺមួយដើម្បីលោកចាស់ពេលដែលលោកចាស់សិក្សាច្រើនហើយលោកចាស់អាចវិនិច្ឆ័យថាតើជីវោ2ជាន់ស្បង់2ជាន់បែបហ្នឹងពេលដែលយើងនិយាយពីការអធិដ្ឋានវាមិនអធិដ្ឋានឡើងអត់អធិដ្ឋានជាការចងឈ្មោះឡើងអត់ព្រោះនៅក្នុងទីហ្នឹងនៅក្នុងសកាមតសង្ឃាសេនិសគីទី1នៅសកាមតនិសគីវគ្គទី1ហ្នឹងសកាមតទី1ហ្នឹងព្រះអង្គបញ្ញត្តិតទៅជាមួយនឹងវិខដែលមានថាលោកទុកជីវរឲ្យកន្លងទៅ10ថ្ងៃណាកាលណាដែលជីវរដែលលោកមិនបានតដ្ឋានបានវិកັບហ្នឹងទុកលើសពី10ថ្ងៃទៅចូលថ្ងៃទី11ទៅជីវរហ្នឹងជានិសគីលោកត្រូវបាត់បាចិនជាអញ្ចឹងកន្លែងហ្នឹងគឺលោកមានការបញ្យល់ការតដ្ឋានដោយចំឈ្មោះកាលណាដែលយកតដ្ឋានចំឈ្មោះអ៊ីម៉ាំងឧត្រាសង្កេតតដ្ឋានមួយអាហ្នឹងសំដៅដល់ជីវរបើអត្តដ្ឋានស្បង់អ៊ីម៉ាំងអន្តរាវាសកាអត្តដ្ឋានមួយយ៉ាងទៅហើយបើសង្ឃាដីអ៊ីម៉ាំងសង្ឃាដឹងអត្តដ្ឋានមួយយ៉ាងទៅអាហ្នឹងឈ្មោះថាអត្តដ្ឋានចំឈ្មោះកាលណាដែលយើងអត្តដ្ឋានចំឈ្មោះហ្នឹងគឺបានតែមួយទេអាទី2លេងឡើងហើយឧទាហរណ៍លោកចាំមានស្បង់មួយលោកចាអត្តដ្ឋានអ៊ីម៉ាំងអន្តរាវាសកាអត្តដ្ឋានមួយអាហ្នឹងអត្តដ្ឋានស្បង់អញ្ចឹងលោកចាស់ចង់អត្តដ្ឋានស្បង់ទៀតអត្តដ្ឋានអ៊ីម៉ាំងអន្តរាវាសកាអត្តដ្ឋានមួយអាស្បង់ទី2អត្តដ្ឋានឡើងនេះអញ្ចឹងអាស្បង់ទី2ហ្នឹងពេលដល់រាត្រីទៅចូលដល់រាត្រីទី11អានេះជានិសគីមានតែអត្តដ្ឋានហើយក៏ដោយបើអត្តដ្ឋានឡើងទេឥឡូវហ្នឹងដោយសារយើងអត្តដ្ឋានជាការចំឈ្មោះប៉ុន្តែបើសិនជាយើងអត្តដ្ឋានលក្ខណៈជាបរិខាសពុតបរិខាអាហ្នឹងអត្តដ្ឋានបានឧទាហរណ៍យើងអត្តដ្ឋានអ៊ីម៉ាំងបរិខារចោលនឹងអត្តដ្ឋានមួយអញ្ចឹងទៅវាថាយើងអត្តដ្ឋានជាបរិខាណាយើងមានអត្តដ្ឋានអ៊ីម៉ាំងជ័យវរាំងបរិខារចោលនឹងអត្តដ្ឋានមួយអញ្ចឹងណានេះយើងសូត្រយកអាសម្ពុតហ្នឹងជាបរិខាទៅអ៊ីម៉ាំងជ័យវរាំងបរិខារចោលអត្តដ្ឋានមួយពាក្យថាជីវរហ្នឹងបើបល័យយើងឃើញជីវរៈអញ្ចឹងណាប៉ុន្តែខ្មែរយើងជាទូទៅកំណត់ថាអូពេលជីវរហ្នឹងគឺបាននៅកន្លែងរបស់ដែលលោកគ្រងណាជីវរមកចុះជីវរយើងសង្កត់អញ្ចឹងប៉ុន្តែទីពិតនៅក្នុងពុទ្ធដីកាព្រះអង្គពេលដែលព្រះអង្គប្រើពាក្យជីវរកន្លែងខ្លះគឺ9មាន9អាសង្ឃេដីហ្នឹងក៏ព្រះអង្គហៅជីវរស្បង់ក៏ហៅថាជីវរអាសពុតរុំក្អមរុំរមាស់រុំអីហ្នឹងអាហ្នឹងក៏ហៅថាជីវរអាហ្នឹងណាអាសពុតងូតហ្នឹងក៏បងហៅជីវរដែរសួរថាមានអីជាគ្រឿងអាងដែលបងហៅអញ្ចឹងយើងទៅសិក្សានៅក្នុងជីវរៈខណ្ឌកៈហ្នឹងនឹងឃើញកន្លែងហ្នឹងសូម្បីនៅក្នុងនេះក៏លោកពយល់ដែរក្នុងនិសគីយបាចនិយហ្នឹងក៏លោកយល់ដែរអាហ្នឹងពេលលោកយល់អាសពុតជូតមុខជូតអីណាកណាត់ជូតមុខនេះណាអាហ្នឹងនៅក្នុងទីនោះប្រើពាក្យសពុតជូតមុខអាហ្នឹងចាត់ចូលនៅក្នុងពាក្យថាជីវរដែរអាហ្នឹងកណាប្រកេនកន្លែងហ្នឹងគឺលោកចាស់សានៅទៅមុខទៀតនៅក្នុងចៃវរៈខណ្ឌកៈចាំចាញ់ពីហ្នឹងកណាមានហ្នឹងកណាមិននិយាយកណានឹងផ្ញើនេះអាឡៃវិធីវត្តនេះចាំកណា screenshot ផ្ញើប្រកេនលោកចាស់នៅក្នុងសភៅរបស់លោកគ្រូភូមិសវណ្ណ
ចាតការវត្តគូលតឹងហ្នឹងលោកបញ្ចូលលោកធ្វើសភៅ3ភាគគឺនៅក្នុងខណ្ឌកបរិវត្តភាគ1 2 3ហ្នឹងហើយនៅកន្លែងហ្នឹងលោកបញ្ចូលតាក់ទងជាមួយនឹងការដែលវាស់ជីវរហ្នឹងអញ្ចឹងលោកបញ្ចូលកន្លែងក្តាប់ហ្នឹងគេវាមិនអានេះចាំកណាផ្ញើលំចាស់ដែរស្វៀនសតផ្ញើអញ្ចឹងមានតែប៉ុណ្្នឹងឯងចាកណានមស្ការនេះលំចាស់គ្រប់អង្គតែមិនដែរបងចម្រើនពលលីគ្រូលោកគ្រូចម្រើនពលលី